របៀបដំណើរការប្រព័ន្ធផ្ទៀងផ្ទាត់ Web Token ដើម្បីចូលប្រើ Accelida Internet សម្រាប់គណនីឯកតជនសូមបើក website Accelida រួចចូលទៅកាន់មេនុយ Accelida Internet ហើយជ្រើសរើសគណនីឯកតជនបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ចុចលើប៊ូតុងចូលប្រព័ន្ធក្នុងករណីដែលលោកអ្នកមិនទាន់ដំណើរការប្រព័ន្ធផ្ទៀងផ្ទាត់ Web Token ជាមួយ username លើ browser ដែលកំពុងដំណើរការនេះប្រព័ន្ធនឹងបង្ហាញកន្លែងចុះឈ្មោះប្រព័ន្ធ Web Token សូមចុចទីនេះដើម្បីចុះឈ្មោះប្រើប្រាស់ Web Token នៅលើ browser បញ្ចូល email និងលេខទូរស័ព្ទរួចចុចលើប៊ូតុងដាក់ស្នើបញ្ចូលលេខចុះឈ្មោះដែលបានផ្ញើតាមរយៈ email ហើយបង្កើតលេខសម្ងាត់4ខ្ទង់របស់លោកអ្នករួចចុចលើប៊ូតុងដាក់ស្នើការចុះឈ្មោះប្រើប្រាស់ Web Token បានដំណើរការលើ browser នេះបានជោគជ័យសូមប្រើប្រាស់លេខសម្ងាត់ Web Token 4ខ្ទង់សម្រាប់ផ្ទៀងផ្ទាត់ដើម្បីចូលក្នុងប្រព័ន្ធក្នុងករណីមួយទៀតនៅពេលលោកអ្នកភ្លេចលេខសម្ងាត់ចូល Accelida Internet ហើយមិនទាន់ដំណើរការ Web Token នៅលើ browser នេះទេដូចនេះយើងគ្រាន់តែចុចលើប៊ូតុងភ្លេចលេខសម្ងាត់រួចបញ្ចូលឈ្មោះអ្នកប្រើប្រាស់ email និងលេខទូរស័ព្ទរួចចុចលើប៊ូតុងដាក់ស្នើសូមចុចទីនេះដើម្បីចុះឈ្មោះប្រើប្រាស់ Web Token នៅលើ browser សូមបញ្ចូលថ្ងៃខែឆ្នាំកំណើតហើយបញ្ចូលអក្សរតាមគំរូខាងលើឲ្យបានត្រឹមត្រូវរួចចុចលើប៊ូតុងដាក់ស្នើបញ្ចូលលេខចុះឈ្មោះដែលបានផ្ញើតាមរយៈ email រួចបង្កើតលេខសម្ងាត់4ខ្ទង់ផ្ទាល់ខ្លួនរបស់លោកអ្នករួចចុចលើប៊ូតុងដាក់ស្នើការចុះឈ្មោះប្រើប្រាស់ Web Token បានដំណើរការលើ browser នេះបានជោគជ័យហើយលេខសម្ងាត់ថ្មីនឹងផ្ញើតាមរយៈ email របស់លោកអ្នករួចបញ្ចូលលេខសម្ងាត់ដែលបានផ្ញើតាមរយៈ email នោះចុចលើប៊ូតុងចូលប្រព័ន្ធបំពេញលេខ4ខ្ទង់ហើយចុចផ្ទៀងផ្ទាត់បន្ទាប់មកប្រព័ន្ធនឹងតម្រូវឲ្យលោកអ្នកដាក់លេខសម្ងាត់ផ្ទាល់ខ្លួនដោយត្រូវបញ្ចូលលេខសម្ងាត់ដែលទទួលបានពីខាងធនាគារហើយធ្វើការបញ្ចូលលេខសម្ងាត់ថ្មីរបស់លោកអ្នករួចចុចលើប៊ូតុងដាក់ស្នើដើម្បីចូលប្រព័ន្ធជាការស្រេច Accelida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត